thì nơi sọc là băng pì ở sọc là băng lại tận nộp thông ấy phong mai phong này nộp thông mình tên và đây phong mai phong lại đang lên lại nè lên lại thì mà đâu phong riệp đỏ thiệp lại đi sát mình tên chẳng nè chúng ta mền côm nó tha trong từ lên được kháng nọ phần tay châu từ mấy những sắt ca cái tới dương châu tất cả lời lặng nhọc tập bây giờ mới không Google Maps lời nó vì phải hai nhà dương khơi nhớ này tại là đây này kia Google Maps đây thì tăng này nhung tên lên nhá hay nhung mới không Google Maps đó vì play viên trẻ khơi nhất về đây dân chỉ đo tình nộp nó nhiều lại nó tình nộp á nhà cái lạnh qua cái hôm này nhung đá nó lại tình nộp nhà cái lạnh tình nộp này nhung thon đó hay đó mấy chi mà thoáng mấy cho ta play tôi nhỉ play tôi nhá thì cho đang lại đấy vì trộm đang lại nó thời lên lại nè bạn thấy cái lại VL đấy cứ chốt ra thì để sang lại nó miên chỉ ca cái chẳng nó không màn bồn hay cái nó Google Maps đấy vì ở bà hai play là những châu thật thì vì châu bà hai ban thầm bẹt đà này cái này nó cứ sập play làm đòn giá chim tô bán tại châu ăn thầm bẹt đà thì châu một cái chốt cả thì phụ sập play kì và những châu lên đó lại ní ba chạy miền tây nhá nó không màn bồn hay Google Maps đấy vì ở bà hai thì thay chẳng là vì trả đập bê dân taro mới play cứ khó là đặt tại mà đó tại là dân có bông tụi là mình đang miền tây ở đây lại đi bà mà toàn đang tại là bông sạch năng ấyประมาณต่อมาខ្ញុំចេញពីផ្លូវហ្នឹងហើយខ្ញុំតបមកខ្ញុំជិះទៅតាមផ្លូវហ្នឹងរហូតដើម្បីទៅដល់កន្លែងដែលខ្ញុំត្រូវការស៊ូត្រីហ្នឹងអញ្ចឹងណាប្រហែលបងហើយកន្លែងនេះគឺជាទីតាំងមួយកន្លែងដែរនៅឃុំលបាំង2អញ្ចឹងណាប្រហែលបងអញ្ចឹងបើជាប្រហែលបងដែលគាត់រស់នៅខេត្តរតនគិរីអាចមកលេងនៅកន្លែងហ្នឹងបានកន្លែងនេះគឺមានទំនប់មានអីស្អាតអញ្ចឹងណាហើយមុនយើងចូលដល់កន្លែងផ្លូវហ្នឹងយើងជិះតាមចកាគេដើម្បីទៅដល់កន្លែងហ្នឹងអញ្ចឹងប្រហែលបងហើយរីឯទស្សនវិជ្ជាវិញគឺស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងណាមើលតែទស្សនវិជ្ជានៅតាមដងផ្លូវតាមជុំវិញអញ្ចឹងទៅគឺសិតតែស្រែគេអញ្ចឹងទៅប្រហែលបងតែឥឡូវហ្នឹងគេធ្វើស្រែធ្វើអីអញ្ចឹងទៅប្រហែលបងហើយអញ្ចឹងទៅមានស្រែមានទស្សនវិជ្ជាទៅតាមជុំវិញអញ្ចឹងទៅហើយខ្ញុំទៅនេះគឺពេលព្រឹកទេខ្ញុំអត់ទៅពេលថ្ងៃពេលទៅពេលព្រឹកប៉ុន្តែម្ដងតមកខ្ញុំធ្វើដំណើររហូតទៅក៏ដល់ទំនប់មួយអញ្ចឹងណាប្រហែលបងទំនប់នេះគឺស្អាតមែនតើទំនប់ទី1អាហ្នឹងទំនប់ទី1មើលទៅរៀងទូចទេប្រហែលបងពេលថាទស្សនវិជ្ជាវិញពេលនិយាយទេគឺស្អាតមែនតើអញ្ចឹងណាតប្រហែលបងទៅផ្ទាល់បានស្អាតកន្លែងនេះយើងមកដល់ទីតាំងមកកន្លែងហើយនៅស្រុកលបាំង2ស្រុកលបាំង2នៅភូមិលបាំងឃុំលបាំង2អញ្ចឹងណាពុកម៉ែបងប្អូនហើយនេះទីតាំងទេសភាពស្អាតមែនតើបាទទីទៀតខ្ញុំជិះទៅដល់មុខហ្នឹងហើយកន្លែងហ្នឹងមានទំនប់មួយខ្ញុំថាមកលេងស្ទូចត្រីអញ្ចឹងណាឥឡូវយើងឃើញកន្លែងស្អាតទៅក៏យើងឈប់ថតហើយកន្លែងនេះគឺកន្លែងជាបបកត្រីអញ្ចឹងតែពុកម៉ែបងប្អូនអែមែនតើតមកខ្ញុំធ្វើដំណើរទៅមុខទៀតបន្តទៀតពុកម៉ែបងអញ្ចឹងមើលទៅទស្សនវិជ្ជាទៅអានេះយើងមកដល់ទំនប់ខាងមុខហ្នឹងហើយគឺទំនប់ធំជាងគេអញ្ចឹងតែទីទៀតខ្ញុំជិះឆ្លងកាត់ទំនប់ហ្នឹងហើយបើឆ្លងកាត់ទៅគឺទៅអត់កើតទេអញ្ចឹងណាពុកម៉ែបងបន្តមកខ្ញុំថតឲ្យពុកម៉ែបងមើលមកស្ទុះដែរដោយសារកន្លែងនេះគឺឃើញទស្សនវិជ្ជាស្អាតមែនតើមានទាំងកន្លែងបបកត្រីទៀតអញ្ចឹងណាពុកម៉ែបងគយគុណមើលទស្សនវិជ្ជានៅតាមដងផ្លូវតាមបឹងតាមអីអញ្ចឹងទៅកន្លែងនេះមិនមែនជាបឹងទេគឺជាទឹកមួយដែលហូរចេញពីទឹកផ្សេងមកដល់តំបន់មួយនេះបាទឥឡូវយើងមកដល់កន្លែងទំនប់ធំហើយពុកម៉ែបងប្អូនទំនប់ធំមែនតើស្អាតតែទេសភាពនៅនេះហើយទីទៀតខ្ញុំឆ្លងទៅខាងនោះហើយក្រោយមកខាងទីខាងនោះខ្ញុំឆ្លងទៅខាងនោះទៀតឥឡូវយើងឈប់បន្តិចមើលទេសភាពតិចទៅខ្ញុំមិនដឹងថាកន្លែងនេះមានត្រីអត់ទេខ្ញុំអត់ទាន់បានលេងទេទីទៀតខ្ញុំឡើងទៅលេងនៅនោះកន្លែងខាងលើនោះវាមាននេះបន្លាយអញ្ចឹងណានេះទីតាំងយើងលេងនៅទន្លេហើយកន្លែងត្រីនេះអត់ទៅច្រើនទេពុកម៉ែបងប្អូនវាទូចដោយសារកន្លែងគេឆក់ច្រើនពេកចឹងទៅលេអត់កើតមកវាបានទូចស៊ីហ្នឹងហើយពុកម៉ែបងបន្តមកខ្ញុំធ្វើការមកលេងនៅខាងទន្លេវិញដោយសារទូចណាកន្លែងដែលខ្ញុំថតឲ្យពុកម៉ែបងទស្សនាហ្នឹងគឺអត់បានត្រីទេតែធ្វើការមកលេងនៅទន្លេទៅគឺបានដែរប៉ុន្តែបានទូចទេសារនៅតំបន់មួយហ្នឹងគឺគេឆក់អញ្ចឹងគេជីទុកឆក់ជាអញ្ចឹងទៅពេលដែលយើងលេងស្ទូចធម្មតាវាអត់សូវស៊ីទេអញ្ចឹងណាពុកម៉ែបងតែពេលខ្លះយើងកំពុងស្ទូចអញ្ចឹងទៅអាអ្នកមកឆក់ហ្នឹងគេសួរយើងថាបានត្រីអត់ទៀតពេលអញ្ចឹងទៅអារម្មណ៍យើងកំពុងអង្គុយស្ទូចត្រីយើងខឹងគេដែរអញ្ចឹងណាពុកម៉ែបងតែវាអត់ជាបញ្ហាទេហើយយើងនៅបន្តលេងនៅតាមហ្នឹងទៅហើយក៏ស្ទូចបានស្ទូចមិនបានអីចឹងទៅពុកម៉ែបងតែវាអត់មានធំទេមានទូចដែលដូចខ្ញុំបង្ហាញនៅលើវីដេអូឲ្យពុកម៉ែបងទស្សនាអញ្ចឹងទៅ
ពេលខ្លះក៏ធំពេលខ្លះក៏តូចទៅវាតាមទៀងដែរអញ្ចឹងណាហ្នឹងហើយពុកម៉ែបងប្អូនដោយសារខ្ញុំលេងនេះវារៀងយូរដែរអញ្ចឹងទៅដោយសារយើងចេះលេងទៅកន្លែងហ្នឹងដោយសារយើងជាអ្នកចូលចិត្តស៊ុយត្រីអញ្ចឹងណាចឹងទៅចេះលេងមកលេងឆ្លាងលេងអីតិចតួចទៅតែតំបន់ដែលខ្ញុំធ្លាប់ទៅលេងត្រីបានច្រើនហ្នឹងគឺខ្ញុំអត់បានទៅទេដោយសារអត់មានគ្នាមកលេងជាមួយអញ្ចឹងទៅក៏ខ្ញុំទៅឆ្ងាយមកលេងកន្លែងនេះតែម្ដងទៅអញ្ចឹងទៅកន្លែងនេះក៏ដាក់វត្តលេងក៏សុបាយអីអញ្ចឹងទៅម្នាក់ឯងអីអញ្ចឹងទៅដល់ពុកម៉ែបងប្អូនជីវិតអញ្ចឹងធម្មតាទេអូជាតិអានេះអូចាប់ជាតិមើលក្នុងកាមេរ៉ាឡើងតូចចាប់អត់